Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងចង់និយាយគ្នាបន្តិចអំពីបញ្ហាមួយដែលបងប្អូនមិនមែនអ៊ីស្លាមមួយចំនួនដែលគាត់យល់ថាអ៊ីស្លាមហេតុអីបានដូចជាតឹងរឹងខ្លាំងម្ល៉េះណាអ៊ីស្លាមដូចជាបំបិទសិទ្ធិសេរីភាពរបស់មនុស្សខ្លាំងម្ល៉េះណាហាមមិនឲ្យហូបនេះមិនឲ្យហូបនោះមិនឲ្យធ្វើនេះមិនឲ្យធ្វើនោះហើយមនុស្សស្រីត្រូវបិទបាំងខ្លួនប្រាណបិទបាំងសក់អីផ្សេងៗហ្នឹងទៅចង់សួរថាអ៊ីស្លាមពិតជាតឹងរឹងមែនអត់ហើយការបំបិទសិទ្ធិសេរីភាពហ្នឹងតើវាគឺជាការបំបិទមែនទែនឬក៏ជាការជួយសង្គ្រោះដល់ពួកយើងដូច្នេះនៅក្នុងវីដេអូមួយនេះគឺយើងនឹងនិយាយគ្នាអំពីបញ្ហាមួយហ្នឹងថាតើសាសនាអ៊ីស្លាមហ្នឹងពិតជាតឹងរឹងមែនអត់ពិតជាបំបិទសិទ្ធិសេរីភាពរបស់មនុស្សមែនអត់អញ្ចឹងសង្ឃឹមថាបន្ទាប់ពីស្ដាប់វីដេអូនេះចប់បងប្អូននឹងអាចពិចារណាជាមួយខ្ញុំថាតើពិតជាអញ្ចឹងមែនអត់អញ្ចឹងសង្ឃឹមថាតាមដានជាមួយខ្ញុំរហូតដល់ចប់អ៊ីនសាអល់ឡោះតើបងប្អូនធ្លាប់ឮគេនិយាយទេថាសាសនាអ៊ីស្លាមគឺតឹងរឹងខ្លាំងណាស់អ្នកកាន់សាសនាមួយនេះគ្មានសេរីភាពនៅក្នុងការធ្វើអ្វីមួយដែលពួកគេចង់ធ្វើនោះទេពួកគេត្រូវបិទបាំងរាងកាយតមអាហារជាច្រើនប្រភេទហាមនេះហាមនោះមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះទេមានមនុស្សមួយចំនួនបាននិយាយថាសាសនាអ៊ីស្លាមគឺជាសាសនាដែលហួសសម័យកាលពួកគេនិយាយថាយើងរស់នៅក្នុងសតវត្សទី21នៅសម័យកាលដែលទំនើបបែបនេះទៅហើយក៏ប៉ុន្តែសាសនាអ៊ីស្លាមនៅតែមានច្បាប់ចាស់ៗដែលតឹងរឹងខ្លាំងណាស់តើវាគឺជាការពិតទេដែលថាសាសនាអ៊ីស្លាមគឺហួសសម័យកាលនោះមិនស័ក្តិសមជាមួយសម័យកាលសពថ្ងៃនេះឬមួយក៏សាសនាអ៊ីស្លាមគឺជាត្រីវិស័យដែលដឹកនាំមនុស្សលោកឲ្យដើរទៅកាន់ផ្លូវដែលត្រឹមត្រូវនាពេលសម័យកាលដ៏វឹកវរមួយនេះខ្ញុំពិតជាយល់ច្បាស់ចំពោះចម្ងល់មួយនេះថាហេតុអ្វីបានជាមានបងប្អូនមួយចំនួនធំនៅតែមិនយល់មិនថាជាអ្នកដែលកាន់សាសនាអ៊ីស្លាមផ្ទាល់ឬក៏អ្នកមិនមែនអ៊ីស្លាមនោះទេឥឡូវនេះយើងមកពិចារណាជាមួយខ្ញុំទាំងអស់គ្នាមានមនុស្សមួយចំនួនបាននិយាយថាមនុស្សគ្រប់រូបគឺត្រូវតែមានសេរីភាពអាចធ្វើអ្វីក៏បានតាមតែអំពើចិត្តរបស់យើងក៏ប៉ុន្តែយើងសាកពិចារណាបន្តិចមើលថាប្រសិនបើមនុស្សអាចធ្វើអ្វីបានតាមតែអំពើចិត្តរបស់ពួកគេដោយគ្មានច្បាប់កំណត់ផ្សេងៗតើនឹងមានរឿងអ្វីកាត់ឡើងនៅក្នុងសង្គមនីមួយៗប្រសិនបើលោកអ្នកបើកបរយន្តនៅលើផ្លូវសាធារណៈដែលមិនគោរពច្បាប់ចរាចរណ៍ដែលសារតែអ្នកអះអាងថាវាគឺជាកម្មសិទ្ធិរបស់អ្នកអាចធ្វើអ្វីក៏បានតើអាចធ្វើយ៉ាងដូច្នោះបានឬដំណាក់កាលដំបូងប្រហែលជាអត់អីទេក៏ប៉ុន្តែទង្វើរបស់អ្នកគឺនឹងនាំឲ្យអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ជាមិនខានតើយើងធ្លាប់គិតពិចារណាទេថាច្បាប់កំណត់ទាំងឡាយតើមានបំណងដើម្បីរារាំងឬក៏ផ្ដល់សិទ្ធិសេរីភាពពិតប្រាកដសម្រាប់មនុស្សលោកខ្ញុំចង់ឲ្យបងប្អូនមើលទៅកាន់សាសនាអ៊ីស្លាមនៃជ្រុងផ្សេងមួយទៀតហើយយើងមើលមិនមែននៅក្នុងលក្ខណៈជាសម្ពាធនៅក្នុងជីវិតនោះទេក៏ប៉ុន្តែយើងត្រូវមើលទៅក្នុងលក្ខណៈរបៀបរបបនៃការរស់នៅដែលត្រូវបានកំណត់និងការពារពិតប្រាកដយើងលើកយកឧទាហរណ៍មួយថាប្រសិនបើមានបុរសម្នាក់ដែលស្រឡាញ់ទៅកាន់លើស្ត្រីម្នាក់ហើយគេនិយាយថាវាគឺជាសិទ្ធិសេរីភាពរបស់ខ្ញុំចង់បាននាងមកកំដរខ្ញុំត្រង់ចំណុចនេះប្រសិនបើមនុស្សគ្មានដែនកំណត់ឬការកំណត់ដែនខណ្ឌសេរីភាពទេពិតណាស់គឺនឹងមានរឿងអាក្រក់កាត់ឡើងជាមិនខានរហូតដល់អាចកាត់ឡើងនៅបញ្ហាបៀតបៀនផ្លូវភេទក៏ថាបានដូច្នេះហើយទើបសាសនាអ៊ីស្លាមបានកំណត់ដែនខណ្ឌដើម្បីការពារមនុស្សគ្រប់រូបកុំឲ្យប្រព្រឹត្តនៅទង្វើអសិលធម៌ផ្សេងៗនៅក្នុងជីវិតអ៊ីស្លាមមិនបានរារាំងនោះទេក៏ប៉ុន្តែបានកំណត់ដែនខណ្ឌធ្វើជារបងឃាំងមិនឲ្យមនុស្សទៅធ្វើទង្វើដែលនាំឲ្យវិនិច្ឆ័យអន្តរាយនៅក្នុងជីវិតនោះឡើយនេះហើយគឺអ៊ីស្លាមសាសនាអ៊ីស្លាមបានគូបង្ហាញផ្លូវសម្រាប់មនុស្សលោកទាំងអស់ថាពួកគេមិនមែនគ្មានគោលដៅពិតប្រាកដនោះទេក្បួនច្បាប់ដែលអ៊ីស្លាមបានកំណត់ដូចជាការថ្វាយបង្គំ5ដងក្នុងមួយថ្ងៃមួយយប់បទបញ្ជានៃការហាមឃាត់ផ្សេងៗទាំងអស់នៅក្នុងច្បាប់អ៊ីស្លាមមិនមែនជាខ្សែច្រវាក់ចងលើមនុស្សលោកនោះឡើយក៏ប៉ុន្តែវាគឺជាត្រីវិស័យនាំផ្លូវហើយប្រកាសឲ្យបានថានាំមនុស្សមិនឲ្យវង្វេងតាមកម្មតណ្ហាអាក្រក់មួយចំនួនដែលជួនកាលនឹងក្លាយទៅជារឿងបំផ្លាញជីវិតមនុស្សគ្រប់រូបក៏ថាបានអ្វីដែលត្រូវបានចាត់ទុកថាតឹងរឹងនៅក្នុងច្បាប់អ៊ីស្លាមគឺតាមពិតទៅវាគឺជាការណែនាំច្បាស់លាស់ជាឧទាហរណ៍ការហាមឃាត់គ្រឿងស្រវឹងការផិតក្បត់គឺមានគោលបំណងដើម្បីការពារបុគ្គលនិងសង្គមអំពីផលប៉ះពាល់នៃភាពអវិជ្ជមានរបស់មនុស្សប្រសិនបើយើងមើលឲ្យកាន់តែស៊ីជម្រៅច្បាប់ទាំងនេះគឺជាទម្រង់នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដើម្បីឲ្យមនុស្សជាតិអាចជៀសផុតអំពីសេចក្តីវិនាសផ្សេងៗហេតុអ្វីបានជាការស្លៀកពាក់របស់ស្ត្រីមូស្លីមមួយចំនួនត្រូវបានគេយកទៅវាយប្រហារថាជារឿងបិទសិទ្ធិសេរីភាពរបស់ពួកគេទៅវិញមានមនុស្សជាច្រើនបានសួរថាហេតុអ្វីបានជាបិទបាំងសក់របស់ស្ត្រីអ៊ីស្លាមហេតុអ្វីបានជាស្ត្រីអ៊ីស្លាមត្រូវស្លៀកពាក់ដែលធូររលុងមើលទៅដូចជាមិនតាក់ទងទៅសក់អញ្ចឹងហើយមានមនុស្សមួយចំនួនបានគិតថាបណ្ដាស្ត្រីអ៊ីស្លាមទាំងអស់គឺស្លៀកពាក់បែបនោះគឺត្រូវធ្វើឡើងដោយការបង្ខំក៏ប៉ុន្តែតាមពិតទៅសម្រាប់យើងដែលជាអ្នកកាន់សាសនាអ៊ីស្លាមវាមិនមែនជារឿងដែលត្រូវបានបង្ខិតបង្ខំនោះទេវាគឺជាទម្រង់នៃអំណាចមួយនៅក្នុងពិភពលោកដែលងប់ងល់និងវាយតម្លៃតែរូបសម្បត្តិខាងក្រៅនិងជាកន្លែងដែលស្ត្រីតែងតែត្រូវបានគេយកធ្វើជាឧបករណ៍ផ្សព្វផ្សាយពាណិជ្ជកម្មការបាត់បង់ទូទាំងរាងកាយរបស់ស្ត្រីអ៊ីស្លាម
វាគឺជាការប្រកាសដល់បើកចំហថាខ្ញុំគឺមានលក្ខណៈពិសេសជាងរូបសម្បត្តិខាងក្រៅទៅទៀតមិនមែនត្រឹមតែអ្វីដែលមនុស្សគ្រប់គ្នាមើលឃើញនោះទេនៅពេលដែលស្ត្រីម្នាក់ជ្រើសរើសបិទបាំងសក់របស់នាងតាមពិតទៅនាងកំពុងតែប្រកាសប្រាប់ជាសាធារណៈថាអ្នកដែលអាចមើលលើសម្រស់ពិតប្រាកដរបស់នាងគឺមានតែប្តីរបស់នាងតែម្នាក់គត់អ្នកដទៃគឺគ្មានសិទ្ធិលើខ្លួនរបស់នាងឡើយសូម្បីតែមើលនាងកំពុងតែកំណត់ព្រំដែនវាមិនមែនជាការបង្ខិតបង្ខំសិទ្ធិសេរីភាពរបស់នរណាម្នាក់នោះទេក៏ប៉ុន្តែវាគឺជារឿងឯកជនភាពរបស់ស្ត្រីគ្រប់រូបហើយនឹងជាកិត្តិយសថ្លៃថ្នូរដែលខ្ពង់ខ្ពស់បំផុតដែលនាងព្យាយាមថែរក្សាសម្រាប់តែប្តីរបស់នាងតែម្នាក់គត់មានចម្ងល់មួយទៀតដែលតែងតែលើកឡើងមកសួរថាតើសាសនាអ៊ីស្លាមគឺជាសាសនាដែលបង្កភេរវកម្មនិងបង្កភាពវឹកវរលើសកលលោកមែនឬនេះគឺជារឿងដែលតែងតែត្រូវបានគេយល់ខុសដ៏ធំមួយចំពោះសាសនាអ៊ីស្លាមទាំងដែលពាក្យថាអ៊ីស្លាមនៅក្នុងវចនានុក្រមទូទៅគឺមានន័យថាសន្តិភាពអ៊ីស្លាមគឺសន្តិភាពនៅក្នុងគម្ពីរកូរ៉ានដែលជាមាគ៌ាចម្បងរបស់សាសនាអ៊ីស្លាមគឺបានហាមឃាត់ដាច់ខាតចំពោះការសម្លាប់ជីវិតនរណាម្នាក់ដែលគ្មានហេតុផលត្រឹមត្រូវដែលត្រូវបានអនុញ្ញាតគឺត្រូវបានប្រៀបប្រដូចថាពួកគេបានសម្លាប់មនុស្សទូទាំងផែនដីនេះហើយគឺជាបាបកម្មដែលអ៊ីស្លាមបានចែងរាល់ការសម្លាប់ជីវិតមនុស្សដែលគ្មានហេតុផលត្រឹមត្រូវដូច្នេះការចាប់ប្រកាន់ថាសាសនាអ៊ីស្លាមគឺជាសាសនាភេរវកម្មគឺភាគច្រើនតែលេចចេញអំពីក្រុមជ្រុលនិយមមួយចំនួនដែលតែងតែយកសាសនាអ៊ីស្លាមទៅបំពានធ្វើខុសដូច្នេះកុំដោយសារតែបុគ្គលដែលយកសាសនាអ៊ីស្លាមទៅលេងសើចបែរជាមកចោទប្រកាន់លើសាសនាអ៊ីស្លាមទាំងអស់ថាអាក្រក់នោះទេវាពិតជាមិនយុត្តិធម៌តតែសោះប្រសិនបើមានគំនិតបែបនេះប្រសិនបើយើងយល់ច្បាស់អំពីមាគ៌ាពិតនៃសាសនាអ៊ីស្លាមពិតប្រាកដណាស់អ្នកនឹងមើលឃើញសាសនាអ៊ីស្លាមគឺជាសាសនាដែលទន់ភ្លន់បំផុតមិនថាឡើយខុសខើចំពោះមនុស្សសូម្បីតែជាមួយសត្វធាតុអ៊ីស្លាមគឺការពារបំផុតមិនឲ្យធ្វើបាបនោះឡើយជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមគឺមានស្ត្រីម្នាក់ត្រូវបានចូលឋាននរកដែលសារតែនាងបានខាំងសត្វឆ្មាមួយក្បាលមិនឲ្យចំណីរហូតដល់បណ្ដាលឲ្យឆ្មានោះស្លាប់ជាលទ្ធផលចុងក្រោយនាងគឺត្រូវបានគេបញ្ជូនទៅក្នុងភ្លើងនរកដោយសារតែទង្វើខុសខើរបស់នាងចំពោះសត្វឆ្មាមួយនោះនេះហើយគឺអ៊ីស្លាមមិនមែនខុសខើដូចជាមនុស្សមួយចំនួនបានចាត់លាបពណ៌នោះទេតើអ៊ីស្លាមពិតជាហួសសម័យកាលមែនឬមានការលើកឡើងមួយចំនួនបាននិយាយថាសម័យឥឡូវទៅហើយអ្វីគ្រប់យ៉ាងគឺទំនើបជឿនលឿនខ្លាំងណាស់តើនៅតែមិនអាចផឹកស្រាបានទៀតឬហេតុអ្វីបានជាយើងមិនអាចលេងល្បែងដែលជាការកំសាន្តដ៏ពេញនិយមនៅក្នុងសង្គមនៃសម័យទំនើបនេះហេតុអ្វីស្ត្រីនៅតែបិទបាំងឃ្លុំមិនឲ្យឃើញសក់ឬដងខ្លួនរបស់នាងទាំងដែលសម័យឥឡូវគឺគេស្លៀកពាក់សិចស៊ីបង្ហាញរៀងរៃខ្លះក៏មិនជាអ្វីដែរហេតុអ្វីបានជាសាសនាអ៊ីស្លាមនៅតែបិទសិទ្ធិស្ត្រីអញ្ចឹងសូមក្រឡេកមើលស្ថិតិនៃពិភពលោកនាពេលសប្តាហ៍ថ្ងៃនេះបញ្ហាសង្គមដោយសារតែគ្រឿងស្រវឹងការបំផ្លិចបំផ្លាញស្ថាប័នគ្រួសារដោយសារតែភាពមិនស្មោះត្រង់របស់ប្តីប្រពន្ធផិតប្តីផិតប្រពន្ធនិងបញ្ហាសុខភាពដោយសារតែរបៀបរស់នៅមិនល្អទាំងនេះមិនមែនជាបញ្ហានៅសម័យទំនើបទេឬមាគ៌ានៃសាសនាអ៊ីស្លាមគឺមិនបានធ្វើការផ្លាស់ប្ដូរតាមtrendឬតាមភាពជឿនលឿននៃសម័យកាលណាមួយនោះទេវាគឺជាតម្លៃនៃសិលធម៌ដ៏ត្រចះត្រចង់គ្រប់សម័យកាលបើទោះបីជាបច្ចេកវិទ្យាទំនើបបានផ្លាស់ប្ដូរពីសម័យកាលជីសេសទៅជាសម័យ AIក៏ប៉ុន្តែចរិតរបស់មនុស្សនៅតែដដែលមនុស្សនៅតែជាមនុស្សនៅតែត្រូវការសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តគ្រួសារដែលមានស្ថិរភាពគ្រួសារដែលកក់ក្ដៅការគោរពខ្លួនឯងនិងអ្នកដទៃច្បាប់អ៊ីស្លាមមិនមែនហួសសម័យកាលនោះទេក៏ប៉ុន្តែវាគឺជាគោលការណ៍ដែលស្ថិតស្ថេរអមតៈអស់កលជានិច្ចតរៀងទៅវាប្រៀបដូចជាឫសនៃដើមឈើកាន់តែខ្ពស់ឬពិភពលោកកាន់តែជឿនលឿនឬកាន់តែចាក់ជ្រៅទៅក្នុងដីនិងរឹងមាំទៅតាមនឹងដែរដើម្បីកុំឲ្យដើមឈើនោះដួលរលំដូច្នេះសរុបសេចក្តីមកអ៊ីស្លាមមិនមែនជាសាសនាដែលរារាំងហាមឃាត់នោះទេវាគឺជាសាសនាមួយដែលរំដោះមនុស្សអំពីការធ្វើជាទាសករនៃកាមតណ្ហាដែលជាសេរីភាពហួសដែនកំណត់ហើយវានឹងបង្កផលពិបាកបញ្ហាក្នុងជីវិតមនុស្សគ្រប់គ្នាសាសនាអ៊ីស្លាមផងដែរគឺព្យាយាមការពារតម្លៃថ្លៃថ្នូរនិងកិត្តិយសរបស់មនុស្សដើម្បីកុំឲ្យបាត់បង់ភាពជាមនុស្សរបស់យើងនៅក្នុងសម័យកាលដ៏ជឿនលឿនមួយនេះដែលពោរពេញទៅដោយបញ្ហាផ្សេងមិនមែនពិភពលោកនៅពេលបច្ចុប្បន្នជឿនលឿនរហូតធ្វើឲ្យអ្នកគិតថាសាសនាអ៊ីស្លាមមិនស័ក្តិសមនៅក្នុងសម័យកាលនេះនោះទេក៏ប៉ុន្តែសាសនាអ៊ីស្លាមនេះហើយដែលជាត្រីវិស័យបង្ហាញទិសសម្រាប់មនុស្សគ្រប់រូបដែលពោរពេញទៅដោយគំនិតសេរីនិយមហួសដែនកំណត់អរគុណចំពោះការតាមដានស្ដាប់តើបងប្អូនយល់យ៉ាងណាបងប្អូនអាចផ្ដល់យោបល់នៅក្នុង comment ខាងក្រោមបានសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ